រាល់ដងមកធ្លាប់តែយកមាន់យកមកស្ងោរងាំងើតែលើកនេះគឺយកមកឆាងាំងើវិញម្ដងតាវាប្លែកមកទៅប៉ុណ្ណាបងប្អូនហើយនៅពេលដែលធ្វើហើយណាគឺថាឆ្ងាញ់ខ្លាំងមែនតើបងប្អូនហើយនិយាយពីថាប្តីខ្ញុំគឺកំងរហូតគឺញ៉ាំមកបងប្អូនរសជាតិវិញប្រៃផ្អែមមកល្មមមកជូរតិចតិចគឺថាអូឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយឥឡូវកុំឲ្យខានពីយូរមកមើលវិធីធ្វើរបស់ខ្ញុំទាំងអស់គ្នាជាដំបូងគឺច្រាមខ្ទឹមទៅហើយនឹងគល់ក្រីគឺខ្ញុំហាន់បែបហ្នឹងណាហើយបើសិនជាបងប្អូនធ្វើខុសពីខ្ញុំក៏អត់មានបញ្ហាអីដែរបងប្អូនធ្វើទៅតាមការចូលចិត្តរបស់បងប្អូនទៅហើយនេះគឺស្លឹកក្រូចសើចអត់ចោលបានទេបងប្អូនញចាំអាគ្រឿងកាត់ឆ្អាបហ្នឹងណាហើយបន្តមកទៀតនេះគឺជាម្ទេសគឺខ្ញុំប្រើម្ទេសបែបហ្នឹងណាព្រោះថាពេលដែលឆាទៅគឺអត់ហិលទេបងប្អូនបន្តមកទៀតគឺហាន់ស្លឹកខ្ទឹមមួយថ្នាំងដៃមកហើយបើសិនជាបងប្អូនហាន់បែបណាក៏តាមការចូលចិត្តរបស់បងប្អូនទៅហើយនេះគឺជាគ្រឿងកាត់ឆ្អាបដែលខ្ញុំធ្វើរួចរាល់អញ្ចឹងណាហើយបន្ទាប់ពីធ្វើគ្រឿងកាត់ឆ្អាបនឹងរួចរាល់ហើយលើដល់វាមកកាប់សាច់មាន់វិញម្ដងហើយចំពោះសាច់មាន់នេះវិញណាគឺថាទិញមកប្រហែលជា2-3ផ្លូវអីទេបងប្អូនហើយខ្ញុំយកមកកាត់នេះរៀងធំដែរអញ្ចឹងណាបងប្អូននៅពេលដែលយកទៅបំពងទៅគឺថាវាឆាប់ឆ្អិនអញ្ចឹងណាហើយចំពោះក្រូចវិញបងប្អូនណាអានេះគឺក្រូចខ្ញុំគឺនៅសតតែមកគ្រាប់ឯងហើយនេះគឺក្រូចទិញគេគឺថាអូយឡើងជូរហើយឡើងល្វីងហ្មងបងប្អូនណាអត់ដូចក្រូចធ្វើខ្លួនឯងទេហើយឡើងខ្មៅរបស់គេបងប្អូនដោយសារតែក្រូចសើចខ្ញុំធ្វើដល់ខ្លួនឯងគឺវាខ្វះហ៎បងប្អូនចឹងហើយទៅក៏ទិញគេបន្ថែមមក2គ្រាប់ចឹងហើយអត់ហ៊ានដាក់ទាំងអស់ទេខ្លាចជូរខ្លាំងហ៎ចឹងហើយទៅប្រើក្រូចគេផងប្រើក្រូចខ្លួនឯងផងបងប្អូនឥឡូវយើងមកបំពងដាក់ប្រេងឲ្យក្តៅហើយចាក់ម្សៅឆាក៏បានម្សៅបំពងក៏បានដែរបងប្អូននៅពេលដែលយើងយកទៅបំពងហ្នឹងគឺថាវាអត់ផ្ទុះណាអត់ផ្ទុះទេហើយស្រួយទៀតផងហើយចំពោះការបំពងរបស់ខ្ញុំនោះគឺខ្ញុំបំពងចំនួន2ដងណាបងប្អូនលើកទី1ហ្នឹងគឺអត់ទាន់យកបានទេបងប្អូនតោះតែបំពងលើកទី2ទើបអាចទទួលយកបានហើយការបំពងសាច់មាន់របស់ខ្ញុំនេះដែរគឺខ្ញុំអត់យកក្រៀមខ្លាំងទេណាបងប្អូនព្រោះដោយសារអីគឺថាអ្នកម្ដាយខ្ញុំនៅលើកំពុកខ្ញុំគឺគាត់អត់សូវមានថ្មិញទេបងប្អូនហើយតើតែធ្វើរៀងទន្តិនតិចតែកាលណាខ្ញុំធ្វើក្រៀមទៅគឺគាត់ញ៉ាំអត់កើតអញ្ចឹងណាគឺគាត់ពិសាអត់កើតទេហើយនេះគឺបំពងលើកទី2បំពងលើកទី2ដូរតែវគ្គមុនអញ្ចឹងគ្រាន់តែបំពងលើកនេះវារៀងឡើងក្រហមហើយនឹងរៀងស្រួយតិចអញ្ចឹងណាបងប្អូនវាស្រួយខ្លាំងទេហើយខ្ញុំមើលទៅប៉ុណ្ណឹងមកសំល្មមហើយគឺខ្ញុំដួសយកហើយបងប្អូនតែដោយសារតែកាមេរ៉ាខ្ញុំមើលទៅអត់ឃើញស្រួយណាបងប្អូនតែបើថានៅខាងក្រៅរៀងស្រួយបន្តមកទៀតឥឡូវយើងចាប់ដាំឆាហើយចាក់ប្រេងឲ្យក្តៅបំពងខ្ទឹមកញ្ច្រាំនៅឲ្យរៀងក្រហមតិចមកគឺបានហើយបងប្អូនឲ្យរៀងឡើងឈ្ងុយតិចទៅយើងចាក់គ្រឿងកាត់ឆ្អាបមិញដែលខ្ញុំហាន់រួចហ្នឹងចាក់ចូលទៅចាក់ចូលរួចហើយគឺយើងកូរឆាហ្នឹងប្រហែលជា2-3ត្រឡប់អីហ្នឹងទៅគឺបានហើយបងប្អូនគឺមិនបាច់យើងឆាអីច្រើនទេព្រោះថាវាមិនសូវជាសំខាន់ដល់ពេលដែលយើងញ៉ាំមែនទេគឺយើងអត់ញ៉ាំអាកាត់ឆ្អាបហ្នឹងឯងបងប្អូនគឺយើងញ៉ាំសាច់ដែលខ្ញុំចាក់ចូលមុនគេនេះគឺថាថ្លើមមាន់បងប្អូនព្រោះថាខ្ញុំអត់យកទៅបំពងជាមួយនឹងសាច់មាន់ទេព្រោះថាថ្លើមមាន់គឺវាផ្ទុះណាពេលយកមកឆាចាំយើងឆាតែម្ដងព្រោះថាហ្នឹងវាងាយស្រួលជឿអញ្ចឹងណានៅពេលដែលយើងយកទៅបំពងគឺវាអាចនឹងផ្ទុះហើយបន្តមកទៀតហ្នឹងគឺសាច់មាន់ដែលខ្ញុំបំពងរួចរាល់មិនគឺយើងចាក់ចូលទៅអូយមកខ្ទះហ្នឹងបងប្អូនខ្ញុំគិតថាញ៉ាំមួយថ្ងៃវល់នេះគឺអត់ទេប៉ុន្តែប្រហែលម៉ោងគឺអស់លលីងតែម្ដងព្រោះថាវាឆ្ងាញ់ព្រោះថាមិនដែលបានធ្វើញ៉ាំឲ្យបងប្អូនឥឡូវក៏មកឥឡូវតែរ៉ាយរ៉ាប់ឥឡូវយើងមកមើលសំកាបសំគ្រឿងចំពោះគឺមានទឹកក្រូចសើចមានស្ករអំបិលប៊ីចេងម្សៅស៊ុបហើយនឹងប្រេងខ្យងយើងនឹងឯងហើយកុំភ្លេចលាយជាមួយនឹងទឹកស៊ីអ៊ីវខាំតិចផងដែរបងប្អូនគ្រាន់តែយកពណ៌បន្តិចបន្តួចទេបងប្អូនហើយអានេះការឆារបស់ខ្ញុំនេះគឺថាវាយ៉ាងប្លែកជាងគេបន្តិចចឹងណាបងប្អូនតែសម្រាប់បងប្អូនជាទូទៅបើជាគាត់ធ្វើស្តៀងតែខ្ញុំដែរទេហើយបើសិនជារូបរាងនៃការខុសគ្នាប្រហែលជា10-20% អីហ្នឹងបងប្អូនគឺវាមិនដូចគ្នាពេកក៏វាមិនខុសគ្នាខ្លាំងពេកនោះដែរហើយជាចុងក្រោយនេះគឺសាតេបងប្អូនសាតេពេកដាក់សាតេផងព្រោះមិនបាញ់មិញរីបរកអត់អស់ចឹងណាហើយចុងក្រោយហ្នឹងគឺនៅពេលដែលឆារៀងឆ្អិនតិចហើយចាំយើងចាក់ក្រូចងាំងើយើងចូលទៅចាក់ក្រូចងាំងើហ្នឹងចូលហើយគឺថាកូរត្រឡប់ហ្នឹងតែ2-3ជុំ2-3ត្រឡប់ទៅគឺបានហើយបងប្អូនចាំយើងចាក់ស្លឹកខ្ទឹមយើងចូលទៅហើយបន្ទាប់ពីបានចាក់រួចរាល់ហើយបងប្អូននឹងយកពីក្លិនចាស់ក្លិនអូយបងប្អូនហើយ10-20ផ្ទះត្រូវអ្នកចិត្តខាងដើមមកសួរថាធ្វើអីក៏ឈ្ងុយខ្លាំងម៉េះ
ខ្ញុំថាកុំមកហូបដែលមិនសូវបានធ្វើមានអីបងប្អូនហើយក៏ដួសឲ្យអ្នកចិត្តខាងមួយចានផងដែរមុននឹងដួសឲ្យអ្នកចិត្តខាងគឺថាដួសភ្លក់ខ្លួនឯងមុនសិនណាអញ្ចឹងណាបងប្អូនសនុកនៅពេលដែលបើថាមាត់យើងឆ្ងាញ់ហើយចាំដួសឲ្យអ្នកចិត្តខាងហើយបើសិនជាមាត់អ្នកចិត្តខាងហ្នឹងគឺគាត់ភាសាបែបណាខ្ញុំក៏អត់ដឹងដូចគ្នាអញ្ចឹងណាបងប្អូនមុខម្ហូបមួយមុខនេះយើងពិសាជាមួយនឹងបាយក៏បានយើងពិសាជាមួយនឹងធ្វើជាគ្រឿងក្លែមក៏បានដែរអត់មានបញ្ហាទេបងប្អូនហើយកុំពិសាធ្វើញ៉ាំទៅទៅនេះតែឆ្ងាញ់ជាប់ចិត្តខ្លាំងតែម្ដងអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេអរគុណជំរាបលា